នាយករដ្ឋមន្ត្រីថៃបំពេញទស្សនកិច្ចផ្លូវការរយៈពេល2ថ្ងៃនៅព្រឹកថ្ងៃទី23ខែមេសាឆ្នាំ2025នេះលោកជំទាវផែនផងឋានស៊ីនវ៉ាត់នាយករដ្ឋមន្ត្រីថៃនិងស្វាមីបានអញ្ជើញមកដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល2ថ្ងៃតាមការអញ្ជើញរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបើតាមការប្រកាសរបស់ក្រសួងការបរទេសអំឡុងទស្សនកិច្ចនេះលោកជំទាវផែនផងឋានស៊ីនវ៉ាត់និងស្វាមីនឹងមានព្រះរាជសវនាជាមួយព្រះករុណាព្រះបាទសម្ដេចបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាជាតិកម្ពុជានៅបរមរាជវាំងនាយករដ្ឋមន្ត្រីថៃនឹងមានការសម្ដែងការគួរសមដាច់ដោយឡែកជាមួយនឹងសម្ដេចមហាសេនាធិបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចមហារដ្ឋសភាធិបតីខួនសូលីដាប្រធានរដ្ឋសភានាយករដ្ឋមន្ត្រីថៃនិងសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជានឹងមានការជំនួបទ្វេភាគីដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាពក្នុងការធ្វើកាន់តែស៊ីជម្រៅនិងពង្រីកបន្ថែមទៀតនៅកិច្ចសហការប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកនៅចុងបញ្ចប់នៃជំនួបថ្នាក់ដឹកនាំទាំងពីរក៏ធ្វើជាសាក្សីក្នុងវិធីចុះហត្ថលេខាលើឯកសារស្ដីពីកិច្ចសហការប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗមួយចំនួនផងដែរ